ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបដាក់ view នៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអរគ្នាបាទដាក់ឲ្យឃើញច្រើនបាទ 10 20k 100k 1m 2m សាច់បងប្អូនអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងដូចនេះខ្ញុំបានដាក់ view ចំនួន 36k រួចហើយណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចង់ដាក់ច្រើនជាងនេះក៏បានចង់ដាក់តិចជាងនេះក៏បានតាមអ្វីដែលបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនអរគ្នាបាទហើយការដាក់ video នេះគឺយើងគ្រាន់តែយក link វីដេអូរបស់យើងយកទៅផាសទៅចុចមក click គឺទទួលបាន video នៅក្នុងវីដេអូរបស់យើងតែម្ដងណាបងប្អូនអរគ្នាបាទបន្ទាប់ពីយើងចុច submit ហើយបានប្រហែលនាទីក្រោយអញ្ចឹងណាបងប្អូនបាទហើយខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះបាទអញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនយើងមាន Chrome មួយបងប្អូនអរគ្នាបាទបងប្អូនស្គាល់ Chrome ហើយបងប្អូនអរគ្នាបាទនេះគឺ Chrome ហើយយើងចុចចូលទៅយើង search ពាក្យថា khmaemm.com អញ្ចឹងមកបងប្អូនអរគ្នាបាទ search ពាក្យថា khmaemm.com អញ្ចឹងមកសម្រាប់បងប្អូនដែលអត់ទាន់ចេះចុះឈ្មោះបងប្អូនអាចចុះឈ្មោះបានអញ្ចឹងណាបងប្អូនអរគ្នាបាទហើយខ្ញុំមានវីដេអូមករៀនស្រាប់បងប្អូនចុចខាងក្រោមវីដេអូនេះទៅខ្ញុំដាក់ link វីដេអូមករៀនជូនឲ្យបងប្អូនអរគ្នាបាទហើយពេលបងប្អូនចុះឈ្មោះហើយបងប្អូនដាក់លុយទៅបងប្អូននឹងអាចបញ្ជាទិញនៅក្នុងនឹងបានអញ្ចឹងណាបងប្អូនអរគ្នាបាទហើយ view ហ្នឹងគឺមហាធូរថ្លៃតែម្ដងណាបងប្អូនអរគ្នាបាទគឺកំពូលធូរថ្លៃតែម្ដងបងប្អូនអរគ្នាបាទប្រចាំ website ខ្មែរ MM អីបាទគឺ 1k view ហ្នឹងអត់បាន1សេនទេបងប្អូនអរគ្នាបាទ1សេនលុយដុល្លារណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែម្ដងថាវាធូរថ្លៃដល់កម្រិតណាអញ្ចឹងណាបងប្អូនបាទអញ្ចឹងមុននឹងចាប់ដើមសូម refresh មួយណាបងប្អូនអរគ្នាបាទអញ្ចឹងបញ្ជាក់ម្ដងទៀតបងប្អូនពេលបងប្អូនចុចចូលនៅក្នុង website ខ្មែរ MM គឺអត់ចេញតម្រងដូចខ្ញុំបែបនេះទេណាបងប្អូនអរគ្នាបាទតើបងប្អូនsign up បាទ sign up ឬមួយក៏ចុះឈ្មោះហ្នឹងបងប្អូនបាទចុះឈ្មោះហើយបងប្អូនអាចដាក់លុយទៅបាទ50សេនក៏បានដែរអញ្ចឹងណាបងប្អូនអរគ្នាបាទដាក់លុយ 2000 រៀលហ្នឹងក៏បានដែរហើយយើងអាចយកមកទិញនៅក្នុង website ហ្នឹងបានអញ្ចឹងណាបងប្អូនអរគ្នាបាទហើយខ្ញុំបង្ហាញតែម្ដងបាទឥឡូវសូម refresh មួយទៀតណាបងប្អូនអរគ្នាបាទ refresh ឲ្យ page ថ្មីឡើងវិញបាទអញ្ចឹងឃើញជាតម្រងបែបនេះហើយយើងចុចយក TikTok មកបងប្អូនអរគ្នាបាទចុចយក TikTok មកបាទចុចមួយមកបាទអញ្ចឹងវានឹងបង្ហាញតកតងនេះកន្លែង category នេះ TikTok អញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទចុចលើនឹងមកបាទអញ្ចឹងយើងមិញគឺដាក់ view TikTok អញ្ចឹងបងប្អូនចុចយក TikTok view ណាបងប្អូនអរគ្នាបាទអញ្ចឹងណាបងប្អូនបាទរមើ TikTok view ហ្នឹងទៅបងប្អូនហើយចុចលើ TikTok view ហ្នឹងមកណាបងប្អូនអរគ្នាបាទបន្ទាប់ពីយើងចុចលើ TikTok view ចឹងហើយវាមានសេវាកម្មជាច្រើនបងប្អូនអរគ្នាបាទតើតើនឹង view ដែរប៉ុន្តែគាត់ថាយើងអាចជ្រើសរើសសេវាកម្មផ្សេងបានអញ្ចឹងណាបងប្អូនអរគ្នាបាទហើយអញ្ចឹងនេះបងប្អូនអរគ្នាបាទសេវាកម្មនៅខាងលើគេនេះគឺ recommend ហើយវាដំណើរការលឿនអញ្ចឹងណាបងប្អូនអរគ្នាបាទនេះតម្លៃបងប្អូនអរគ្នាដូចបងប្អូនឃើញអញ្ចឹងបងប្អូនអរគ្នាបាទ0.001បាទអត់បាន1សេនទេណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូននេះសម្រាប់1000អត់បាន1សេនទេណាបងប្អូនអរគ្នាបាទយើងទិញ1000គឺចំណាយអត់អស់1សេនផងបងប្អូនអរគ្នាបាទគឺមានតម្លៃទូថ្លៃខ្លាំងណាបងប្អូនបាទនេះអញ្ចឹងចុចលើនឹងមកបាទអញ្ចឹងកន្លែងនេះយើងយក link វីដេអូ TikTok របស់យើងមកដាក់មកបងប្អូនអរគ្នាបាទចូលទៅ copy link វីដេអូ TikTok របស់យើងមកឬមួយក៏វីដេអូ TikTok របស់មិត្តភ័ក្តិរបស់យើងក៏យើងអាចយកមកដាក់ឲ្យគេបានដែរអញ្ចឹងណាបងប្អូនអរគ្នាបាទឲ្យតែមាន link វីដេអូណាបងប្អូនបាទអញ្ចឹងសូមថយទៅយកវីដេអូណាមួយដែលបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនអរគ្នាបាទឧទាហរណ៍ខ្ញុំដាក់វីដេអូដែរហ្នឹងទៅខ្ញុំចុចចូលបាទហើយខ្ញុំចុចកន្លែង tray 3នេះបងប្អូនបាទតែបើសិនជាបងប្អូនយកវីដេអូគេគឺកន្លែងហ្នឹងអាចចេញសញ្ញា share អញ្ចឹងណាបងប្អូនអរគ្នាបាទសញ្ញា share អញ្ចឹងណាតែក្នុងនេះដោយសារតែ account នេះ account របស់ខ្ញុំផ្ទាល់អញ្ចឹងក៏វាចេញនេះបងប្អូនអរគ្នាបាទចេញសញ្ញា tray អញ្ចឹងណាបងប្អូនអញ្ចឹងចុចលើនឹងដើម្បី copy មកណាបងប្អូនបាទពេលបងប្អូនចុចលើនឹងហើយបងប្អូនអាចអូរមើលកន្លែងនេះបងប្អូនអរគ្នាបាទគឺជួនកាលវានៅម្ដុំនេះបាទជួនកាលវានៅម្ដុំនេះអញ្ចឹងណាបងប្អូនបាទគឺយើងអាចរកមើលពាក្យថា copy link បាទបើសិនជាបងប្អូនដាក់ជាអក្សរខ្មែរគឺចម្លងដំណណាបងប្អូនបាទអញ្ចឹងចុចលើនឹងមកបាទ copy បានជោគជ័យហើយបងប្អូនអរគ្នាបាទអញ្ចឹងយើងថយមកវិញមកកាន់ website ខ្មែរ MM បាទអញ្ចឹងកន្លែងនេះយើងចុចលើនឹងមួយមកឬមួយក៏យើងចង្កត់លើនឹងមកបងប្អូនអរគ្នាបាទដើម្បីផាសបញ្ចូលណាបងប្អូនអរគ្នាផាស link ដែលយើងបាន copy មិញហ្នឹងបាទ
ហើយកន្លែងនេះគឺជាកន្លែងដាក់ចំនួនបាទកន្លែង quantity ហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចង់បាន view ហ្នឹងចំនួនប្រមាណដែរបាទឧទាហរណ៍បងប្អូនចង់បាន view នៅកន្លែងនេះបាទ 100k ថែមទៀតអញ្ចឹងបងប្អូនសេលេខ 100k មកបាទបើសិនជាបងប្អូនចង់បាន 10k បងប្អូនសេលេខ 10k អញ្ចឹងណាបងប្អូនអរគ្នាបាទនិយាយរួមទៅគឺបងប្អូនចង់បានប្រមាណបងប្អូនសរសេរលេខប៉ុណ្ណឹងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមសរសេរកន្លែងហ្នឹងបងប្អូនបាទសរសេរ 10k ឥឡូវខ្ញុំសាកសរសេរ 1k សិនបាទនេះកន្លែងនេះណាបងប្អូនបាទចាំមើលថាលោតលុយដែលយើងចំណាយទៅទិញ view 1k ហ្នឹងអស់ប្រមាណបាទឥឡូវខ្ញុំសូមសរសេរដាក់ថា1000បាទសេរី1000ចឹងមកបាទនេះគឺអស់លុយប៉ុណ្ណេះបាទខ្ញុំមិនដឹងថាអានថាប្រមាណទេបាទពួកឯងបានមកសេនផងបាទអញ្ចឹងខ្ញុំធ្វើការដាក់សូនមួយទៀតដើម្បីឲ្យដល់10000បាទដល់10000 view គឺយើងអស់1សេនណាបងប្អូនគេបាទហៅថា1សេនកន្លះចុះណាបងប្អូនបាទគឺ1សេនកន្លះបាទ 10k បាទបើសិនជាយើងដាក់ 100k view នៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអូខេបាទកន្លែងនេះណាលោត 100k បងប្អូនបាទអញ្ចឹងយើងចំណាយអស់តែប្រមាណបងប្អូនអូខេបាទ16សេនបាទ16សេនបាទអញ្ចឹងណាបងប្អូនបាទប្រហែលជា6-700ហ្នឹងទេណាបងប្អូនបាទអញ្ចឹងគឺមានតម្លៃធូរថ្លៃមែនតើបាទហើយការធ្វើនោះគឺអត់មានពិបាកទេបងប្អូនបាទ copy link ដាក់ចូលដាក់ចំនួនចុច submit គឺរួចរាល់តែម្ដងណាបងប្អូនអូខេបាទរងចាំប្រហែលប្រហែលនាទីក្រោយគឺយើងទទួលបាន view នៅក្នុងវីដេអូរបស់យើងហើយអញ្ចឹងខ្ញុំសូមចុច submit តែម្ដងណាបងប្អូនបាទចុច submit មកបាទពេលបងប្អូនចុច submit ហើយគឺវាចេញជាតម្រងបែបនេះបាទឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូនអូខេបាទគឺតម្រងបែបនេះបាទនេះគឺមានន័យថាយើងបានបញ្ជាទិញជោគជ័យហើយណាបងប្អូនបាទអញ្ចឹងដូចថាជាវិក័យប័ត្រឲ្យយើងអញ្ចឹងទៅបាទនេះគឺជា order ID អីអញ្ចឹងទៅបាទមានឈ្មោះសេវាកម្មមានអីបងប្អូនអាចមើលដល់ខ្លួនឯងបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនចុចចាប់មិនហើយគឺយើងទទួលបាន view ហើយប៉ុន្តែគាត់ថាអត់ទាន់បានឥឡូវទេប្រហែលនាទីក្រោយយើងនឹងទទួលបាន view នៅក្នុងវីដេអូ TikTok របស់យើងអញ្ចឹងណាបងប្អូនអូខេបាទហើយជាជួនកាល1នាទីជួនកាលកន្លះម៉ោងជួនកាល2-3ម៉ោងបាទប៉ុន្តែពេលច្រើនគឺប្រហែលនាទីដូចជា10នាទី5នាទីគឺយើងទទួលបាន view នៅក្នុងហ្នឹងហើយបងប្អូនបាននៅកន្លែងហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងពេលបងប្អូន refresh នឹង load ហើយឥឡូវ load មកបាត់បងប្អូនអត់មានបាននេះគឺ 143k ណាបងប្អូនគេបាទមិញហើយជា 100k ហ្នឹងគឺឲ្យយើងលើកទៀតណាបងប្អូនគេបាទមិញខ្ញុំថា10នាទីតែគាត់ថា refresh មើលឡើង 100k តែម្ដងណាបងប្អូនគេបាទ 143k តែម្ដងណាបងប្អូនបាទដូចលេខសៀកអញ្ចឹងបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអរគ្នាបាទសង្ឃឹមថាបងប្អូននឹងធ្វើបានជោគជ័យដល់គ្នាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាមានចម្ងល់អាចមើលវីដេអូនេះឡើងវិញណាបងប្អូនអរគ្នាបាទភាសាអីខ្ញុំបញ្យល់បងប្អូនមួយអស់ហើយណាបងប្អូនបាទចង់ឲ្យខ្ញុំធ្វើវីដេអូអ្វីផ្សេងទៀតបងប្អូនអាច comment ប្រាប់នៅខាងក្រោមវីដេអូនេះបានបាទអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ